អបអរសាទរនិស្សិតទាំងពីររូបដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំងនិងសូមកោតសរសើរដល់ឪពុកម្ដាយព្រមទាំងអតីតនិស្សិត Filière Eco ទាំងអស់ដែលខិតខំជ្រោមជ្រែងលើកទឹកចិត្តគាំទ្រនិងផ្ដល់ភាពកក់ក្ដៅដល់និស្សិតជ័យលាភីទាំងពីររូបយើងរួមគ្នាបង្កើតបរិយាកាសធ្វើឲ្យមនុស្សចង់ទៅរៀនចង់ចេះចង់ដឹងដែលរួមចំណែកក្នុងការបង្កើតធនធានមនុស្សនៅកម្ពុជាហើយក្នុងក្របខ័ណ្ឌក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងចូលរួមរៀបចំក្រុងប្រែក្លាយឲ្យទៅជារដ្ឋស៊ីវិលដោយផ្ដើមលើការរៀបចំលំហសាធារណៈនិងសាលារៀនឲ្យមានថ្នាក់រៀនស្អាតបន្ទប់ទឹកទីធ្លានិងអាហារដ្ឋានសមរម្យដើម្បីបង្កើនគុណភាពអប់រំនៅកម្ពុជានេះជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអាល់ក្នុងពិធីប្រគល់អាហារូបករណ៍ដល់និស្សិតឆ្នើម Filière Eco ទៅបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំងនាថ្ងៃទី17ខែសីហាឆ្នាំ2026នេះ